សមាជិកព្រឹទ្ធសភាឬក៏ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ទប់លោកត្រាំមិនឲ្យធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់តាមអំពើចិត្តអាមេរិកនេះអស្ចារ្យមែនតើអាមេរិកចឹងមកខ្ញុំថាស្រឡាញ់អាមេរិកស្ទើរលេបខ្ញុំជាជនជាតិខ្មែរមានសញ្ជាតិអាមេរិកខ្ញុំនៅតែស្រឡាញ់ខ្មែរស្ទើរលេបដដែលទេប៉ុន្តែខ្ញុំមិនចូលចិត្តរបៀបដឹកនាំរដ្ឋខ្មែរបែបនេះទេខ្ញុំស្រឡាញ់ខ្មែរប្រជាពលរដ្ឋខ្មែរទូទៅស្រឡាញ់ជាតិខ្ញុំស្រឡាញ់ប្រទេសខ្ញុំតែខ្ញុំអត់ស្រឡាញ់របៀបដឹកនាំរដ្ឋដែលបំផ្លាញធ្វើឲ្យប្រទេសខ្ញុំអាប់អួរកិត្តិយសសពបែបយ៉ាងបាត់អធិបតេយ្យបាត់អីអំពើពៀលាអាវ៉ាសែកាប់ចាក់ឆក់ប្លន់អំពើពុកលលួយរំលោភសិទ្ធិមនុស្សអីពេញផ្ទៃប្រទេសយ៉ាងនេះទេខ្ញុំអាសូរប្រទេសខ្ញុំចង់ស្រក់ទឹកភ្នែករាល់ថ្ងៃហ្នឹងតែខ្ញុំស្រឡាញ់ប្រទេសខ្ញុំស្រឡាញ់ប្រជាពលរដ្ឋខ្ញុំទាំង18លាននាក់ហ្នឹងហើយខ្ញុំក៏ស្រឡាញ់សហរដ្ឋអាមេរិកយ៉ាងបដូរផ្ដាច់ដែរនៅក្នុងន័យថាទោះជាមានមេដឹកនាំដោយលោកត្រាំហ្នឹងដែលចេញមកគាត់ធ្វើអីស្រេចតែក្បាលចិត្តអីក៏ដោយក៏វាមានប្រព័ន្ធទប់មិនឲ្យជីសេះលែងដៃប្រព័ន្ធប្រជាធិបតេយ្យបែបនេះហើយដែលជាក្តីសង្ឃឹមសម្រាប់សហរដ្ឋអាមេរិកនោះណាហើយក្តីសង្ឃឹមនេះបងប្អូនដឹងហើយគឺជាគំរូមួយដ៏ល្អដែលបើយើងឃើញថាយើងគួរយកគំរូតាមពេលដែលលោកត្រាំវាយអ៊ីរ៉ង់ណាប្រជាពលរដ្ឋលើពិភពលោកគេថ្កោលទោសប្រជាពលរដ្ឋនៅអាមេរិកហ្នឹងគឺ50 ឬក៏30 70ភាគច្រើនគេមិនគ្រប់គ្រងឲ្យទៅវាយប្រទេសដទៃអីស្រេចក្បាលចិត្តចឹងទេព្រោះវាផ្ទុយនឹងគុណធម៌របស់អាមេរិកតែលោកត្រាំមិនស្ដាប់ព្រោះអីដោយសារតែគាត់គ្រប់គ្រងរដ្ឋសភាគាត់គ្រប់គ្រងព្រឹទ្ធសភាក៏ប៉ុន្តែចូលដល់ការធ្វើសង្គ្រាមដោយអត់មានសុំច្បាប់ពីសភាម្ដងនេះសភាលេងមែនតើហ្មងហើយបងប្អូននៅសហរដ្ឋអាមេរិកនេះណាគឺគណៈបកប្រឆាំងមានសម្លេងប្រហាក់ប្រហែលគ្នានឹងគណៈបកកណ្ដាលអំណាចខ្វះតែ2សម្លេងនៅក្នុងរដ្ឋព្រឹទ្ធសភាព្រោះបើថា2 3 100សម្លេងហ្នឹងគឺគណៈបកប្រឆាំងគណៈបកប្រជាធិបតេយ្យមាន47គណៈបកសាធារណរដ្ឋរបស់លោកត្រាំមាន50ដូច្នេះ53បូកចូលគ្នាបាន100ហើយសម្លេងវាត្រូវតែ50 + 1ដូច្នេះតែ50 + 1បើសិនជាសម្លេងរបស់គណៈបកសាធារណរដ្ឋតែ2 3សម្លេងរត់មកខាងប្រជាធិបតេយ្យនិយាយទៅ4សម្លេងរត់មកខាងប្រជាធិបតេយ្យគឺខាងគណៈបកសាធារណរដ្ឋចាញ់ភ្លាមហ្មងសម្លេងហ្នឹងគឺគៀកមែនតើហើយបងប្អូនដឹងបោះឆ្នោតម្សិលមិញម្សិលមួយថ្ងៃហ្នឹងអ្នកណាបោះឆ្នោតឲ្យគណៈបកប្រឆាំងហ៎គណៈបកសាធារណរដ្ឋដែលមានតំណាងរាស្ត្រព្រឹទ្ធសភា4នាក់លោតពីគណៈបកសាធារណរដ្ឋមកបោះឆ្នោតគ្រប់គ្រងគណៈបកប្រជាធិបតេយ្យដែលមានតែ47សម្លេងនេះចឹងឲ្យคล้ายទៅជាគ្រប់សម្លេងឈ្នះឆ្នោតទប់លោកត្រាំមិនឲ្យធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់តាមអំពើចិត្តមនុស្សនៅក្នុងគណៈបកកាន់អំណាចលោតមកការពារបន្ថែមសម្លេងឲ្យគ្រប់សម្រាប់គណៈបកប្រឆាំងឈ្នះច្បាប់មួយដើម្បីទប់អាមេរិកកុំឲ្យទៅឈ្លានពានដែនអធិបតេយ្យប្រទេសដទៃមានន័យថាម៉េចបងប្អូនមានន័យថាប្រជាជនអាមេរិកជាអ្នកតំណាងរាស្ត្រគឺគេគិតអំពីតុល្យភាពអំណាចសេចក្តីថ្លៃថ្នូរសន្តិភាពធ្នាប់ពិភពលោកនិងកិត្តិយសកិត្តិនាមរបស់ប្រទេសអាមេរិកមិនមែនថាយើងជាមហាអំណាចយោធាធ្វើអីស្រាញ់ចិត្តទេជាមហាអំណាចយោធាប៉ុន្តែធ្វើតាមនីតិវិធីច្បាប់វាយទៅវាយអ៊ីរ៉ង់ក៏គ្មានអនាគតដែរប៉ុន្តែត្រូវធ្វើតាមច្បាប់ដោយអនុម័តពីសភាសិនសភាគេព្រមអត់មិនអាចរដ្ឋាភិបាលទៅវាយអីស្រាញ់ចិត្តទេកន្លងមកវាយអ៊ីរ៉ង់គឺសភាអត់ព្រមប៉ុន្តែលោកត្រាំជឿថាមិនបាច់ចាំសភាព្រមទេព្រោះសភារបស់គាត់អញ្ចឹងគេច្បាស់ជាព្រមហើយប៉ុន្តែម្ដងនេះសមាជិកព្រឹទ្ធសភាប្រាប់ថាអត់ទេយើងធ្វើអញ្ចឹងខុសច្បាប់គេមិនជំទាស់នឹងការវាយរំដោះអ៊ីរ៉ង់ចេញពីរបបផ្ដាច់ការទេអាមេរិកគ្រប់គ្នាគឺអ្នកណាក៏គេគ្រប់គ្រងឲ្យរំដោះប្រទេសកុម្មុយនីសចេញមកជាប្រទេសសេរីប្រទេសប្រជាធិបតេយ្យគេគ្រប់គ្រងប៉ុន្តែរបៀបទៅវាយគេដោយអត់មានឆ្លងកាត់ព្រឹទ្ធសភារដ្ឋសភាអីនេះគឺគេអត់គ្រប់គ្រងទេវាខូចគេឈ្មោះគុណតម្លៃរបស់អាមេរិកដូច្នេះហើយមានន័យថាម៉េចគឺបានន័យថាច្បាប់នេះគឺលោកត្រាំត្រូវដកទ័ពទាំងអស់របស់អាមេរិកចេញពីប្រទេសអ៊ីរ៉ង់ហើយឈប់បង្កអារិភាពបទុសរាយដល់ប្រទេសអ៊ីរ៉ង់ដូចជាការធ្វើសង្គ្រាមដោយមិនមានការសុំច្បាប់ពីរដ្ឋសភាតែប៉ុណ្្នឹងឯងគេមិនខាត់ទេប៉ុន្តែត្រូវសុំច្បាប់មុនសិនបើគេព្រមឲ្យវាយសំវាយឥឡូវនេះច្បាប់នេះចេញហើយបានន័យថាម៉េចបានន័យថាលោកត្រាំមិនអាចវាយអ៊ីរ៉ង់បានទៀតទេបើអត់សុំរដ្ឋសភាសិនហើយបើសុំក៏ជឿថាសុំបានដែរព្រោះបើរដ្ឋសភាមានគណៈបកប្រឆាំងសម្លេងច្រើនហើយស្រាប់តែគណៈបកកណ្ដាលអំណាចមកលោតជួយបោះឆ្នោតឲ្យគ្រប់ឈ្នះអញ្ចឹងមានន័យថាលោកត្រាំលំបាកប៉ុន្តែម្សិលមិញសតាវិមានចេញសារមួយយ៉ាងសាមញ្ញគាត់ថាម៉េចអត់ខ្វល់ព្រោះអីឆ្នោតនេះទៅវាយអ៊ីរ៉ង់អីទៀតគេសតាវិមានគេនិយាយវាយអ៊ីរ៉ង់ទៅអីទៀតបើអ៊ីរ៉ង់វាយឲ្យចាប់បាត់ហើយនឹងសង្គ្រាមគេឈប់ហើយនឹងវាយអស់ចិត្តហើយនឹងចង់និយាយថាវាលែងមានសង្គ្រាមអីទៀតអីចឹងច្បាប់នឹងចេញមកក៏វាអត់ប៉ះពាល់អីដែរទី2សតាវិមានគេនិយាយថាឲ្យទៅដកទ័ពអាមេរិកពីអ៊ីរ៉ង់ណាអាមេរិកអត់មានបានដាក់ទ័ពម្នាក់នៅក្នុងអ៊ីរ៉ង់ផងដូច្នេះដូចអត់មានបញ្ហាអីទេអ្នកគេនិយាយស្រួលស្អាតរបស់គេអញ្ចឹងទៀតណាប៉ុន្តែជាន័យគឺរដ្ឋាភិបាលអាមេរិកនេះគឺចាញ់ក្តីនៅក្នុងរដ្ឋសភាព្រឹទ្ធសភាបាទបានន័យថាព្រឹទ្ធសភាចេញច្បាប់នឹងមកគឺអាមេរិកមិនអាចទៅវាយប្រទេសអ៊ីរ៉ង់ឬក៏ប្រទេសណាផ្សេងទៀតធ្វើសង្គ្រាមឈ្លានពានប្រទេសគេដោយមិនមានការសុំច្បាប់ពីរដ្ឋសភាទេហើយខ្ញុំជម្រាបបងប្អូនម្ដងទៀតកុំឲ្យយល់ច្រឡំក្នុងន័យនេះមិនមែនបានន័យថាសភាអាមេរិកគ្រប់គ្រងក្រុមផ្ដាច់ការនៅអ៊ីរ៉ង់ទេអត់ទេ
ប្រជាពលរដ្ឋអាមេរិកទាំងអស់គឺស្អប់អំពើផ្ដាច់ការណាគឺ 100% គឺគេមិនចូលចិត្តអំពើផ្ដាច់ការទេក៏ប៉ុន្តែគេមិនឲ្យយើងទៅរំលាយរំលំរបបផ្ដាច់ការដោយការធ្វើរបៀបផ្ដាច់ការដែរទេគឺគ្រាន់តែប៉ុណ្្នឹងឯងបើយើងសុំសភាទៅសភាគេព្រមជាការមូលមាត់វាយទៅអត់អីទេតែប៉ុណ្្នឹងប៉ុន្តែបើឲ្យគេស្រឡាញ់របបផ្ដាច់ការនៅអ៊ីរ៉ង់គេអត់ទេគឺគេចង់ឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ហ្នឹងមានសេរីភាពសិទ្ធិមនុស្សប្រជាធិបតេយ្យកុំងើបមួយវាយមួយអីគឺគេស្រឡាញ់អំពើយុត្តិធម៌គេស្រឡាញ់សន្តិភាពគេស្រឡាញ់នីតិរដ្ឋគេស្រឡាញ់ការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌គេស្រឡាញ់រដ្ឋាភិបាលដែលគ្រប់គ្រងមានការផ្សះផ្សាជាតិឲ្យប្រជាពលរដ្ឋនិងសុខដុមរមនាទាំងអស់គ្នាអាមេរិកស្រឡាញ់ចឹងគ្រប់តែគ្នាទេអត់មាននរណាប្រកែកអីហើយមិនមែនបានន័យថាធ្វើហ្នឹងដើម្បីគ្រប់គ្រងអ៊ីរ៉ង់ទេអត់ទេអាមេរិកបោះឆ្នោតនេះគឺគ្រប់គ្រងមិនឲ្យយើងផ្ដាច់ការតែប៉ុណ្្នឹងឯងតែមិនគ្រប់គ្រងអំពើផ្ដាច់ការនៅអ៊ីរ៉ង់ទេតែវិធីដោះស្រាយមានដាក់ទណ្ឌកម្មដាក់អីឬអីមិនមែនទៅវាយគេទម្លាក់គ្រាប់អីដោយអត់មានការសុំច្បាប់ពីរដ្ឋសភាទេអាហ្នឹងតែប៉ុណ្្នឹងបងប្អូនយល់ឲ្យច្បាស់មិនមែនថាចឹងបានន័យថាមិនអ៊ីរ៉ង់ជោគជ័យហើយព្រោះអាមេរិកគេគ្រប់គ្រងអ៊ីរ៉ង់អត់ទេយល់ខុសហើយអត់មានអាមេរិកណាគ្រប់គ្រងអ៊ីរ៉ង់ទេប្រជាពលរដ្ឋអត់គ្រប់គ្រងរបបផ្ដាច់ការទេនៅអាមេរិកគឺគេអ្នកប្រជាធិបតេយ្យណាចឹងរឿងនេះនិយាយឲ្យច្បាស់ចេះគឺគេគ្រាន់តែឲ្យយើងអូសទូកកុំឲ្យល្អានចាប់ត្រីបានកុំឲ្យល្អក់ទឹកបើជួយប្រជាពលរដ្ឋអ៊ីរ៉ង់ក៏ជួយចោះឲ្យគ្នាបានសិទ្ធិសេរីភាពប៉ុន្តែត្រូវជួយតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ហើយត្រូវឆ្លងកាត់រដ្ឋសភាអីបើធ្វើសង្គ្រាមរដ្ឋធម្មនុញ្ញអាមេរិកចែងហើយថាបើចង់ធ្វើសង្គ្រាមជាមួយនឹងប្រទេសដទៃប្រកាសសង្គ្រាមត្រូវសុំយោបល់ពីសភាអត់មានរដ្ឋាភិបាលធ្វើបានទេព្រោះច្បាប់គេចែងអញ្ចឹងកន្លងមកលោកត្រាំអត់ឆ្លងសភាទេដោយសារគាត់គិតថាសភាជារបស់គាត់ហើយប៉ុន្តែគាត់ដឹងទៀតថាសភាបើសិនជាសុំវាយអ៊ីរ៉ង់ដឹងក៏គេមិនឲ្យវាយដែរព្រោះអីវាផ្ទុយច្បាប់អន្តរជាតិវាខូចឈ្មោះអាមេរិកអញ្ចឹងតែលោកត្រាំយកផ្លូវកាត់ទៅចុងក្រោយអ៊ីរ៉ង់មូលនបដែរបើអត់វាយប្រហែលជាអ៊ីរ៉ង់នៅកអឺតកតមខ្លាំងដែរដល់ដាក់កាច់ធ្មងចេះទៅក៏មួយយ៉ាងដែរណាវាចេះដែរណាបងប្អូនខ្ញុំមិនគ្រប់គ្រងអំពើហិង្សាទេប៉ុន្តែអ៊ីរ៉ង់នេះបើអញ្ចឹងបានរៀង